បាទហ្នឹងហើយជំរាបសួរថ្ងៃនេះខ្ញុំមកបង្ហាញ comment បងប្អូនដែលគាត់សួរខ្ញុំតាក់ទងទៅនឹងការចិញ្ចឹមជ្រូកគាត់សួរថាតើពូជជ្រូកគឺជាពូជជ្រូកអីអញ្ចឹងខ្ញុំសូមមកបង្ហាញនៅ comment របស់គាត់នេះគឺជាពូជជ្រូករបស់ CP ហ្នឹងហើយបងពូជជ្រូករបស់ CP ហើយនឹងគាត់សួរមួយទៀតគាត់សួរថាតើការចិញ្ចឹមនឹងស្រួលអត់ហ្នឹងហើយតាមពិតទៅការចិញ្ចឹមសត្វគ្រាន់ថាការធ្វើការងារអ្វីក៏ដោយគឺគ្មានពាក្យថាស្រួលទេប៉ុន្តែគ្រាន់ថាយើងវាចំណាយពេលវេលាតិចជាងការចិញ្ចឹមចាក់សាបហ្នឹងហើយនេះអីគឺថាខ្ញុំចិញ្ចឹមបែបដាក់អង្កាមនេះគឺថាអត់មានអីពិបាកក្នុងការលាងទឹកហ្នឹងហើយយើងមានតែទឹកតែដាក់ធុងមួយមកគឺវាផឹកវាហេវផឹកអីចំណៃក៏យើងឲ្យស៊ីគោកដែរហ្នឹងហើយមើលជ្រូកលូតលាស់ល្អមែនទែនគឺថាឡើងឲ្យមូលសាច់ឡើងក្តៀនហ្នឹងហើយបញ្ហាសុខភាពជ្រូកក៏វារឹងមាំហើយឃើញថាបងគាត់សារក្នុងការឆាតសួរក្នុង comment គាត់ចូល comment ចូលអីហ្នឹងហើយអរគុណបងហ្នឹងហើយជាពិសេសបងដែលបានមើលវីដេអូនេះក៏មានចម្ងល់ហើយអាចសួរបានតាក់ទងនឹងការចិញ្ចឹមជ្រូកដាក់អង្កាមហ្នឹងហើយការចិញ្ចឹមជ្រូកដាក់អង្កាមបើសិនជាមានចម្ងល់ផ្សេងដែលអាចសួរមកគឺ comment នៅក្រោមវីដេអូរបស់ខ្ញុំនឹងព្យាយាមមានពេលទំនេរមួយខ្ញុំនឹងព្យាយាមឆ្លើយតបទៅបងប្អូនវិញហ្នឹងហើយគាត់សួរថាចេះចិញ្ចឹមអញ្ចឹងមិនស្អុយមិនធ្វើឲ្យសុខភាពជ្រូកយើងនឹងមានបញ្ហាដែរទេហ្នឹងហើយតាមពិតទៅការចិញ្ចឹមបែបនេះគឺវាអត់មានបញ្ហាទេគឺថាវាអត់ស្អុយទេព្រោះយើងប្រើនៅស្តិស្ខុំប្រានដែលយើងលាយទៅលើអង្កាមលាមកវាដែលវាជុះទៅនោមទៅគឺវាបំលែងទៅជាសារធាតុជីដែលមានភាពពុកមាត់ហ្នឹងហើយធ្វើឲ្យជ្រូកយើងអត់មានការនេះហើយនេះគឺ comment របស់គាត់គឺគាត់សួរខ្ញុំគាត់ថាចិញ្ចឹមអញ្ចឹងពិបាកឬយ៉ាងម៉េចឲ្យសុំប្រាប់ផងហ្នឹងហើយគឺខ្ញុំសុំប្រាប់តែប៉ុណ្្នឹងគឺថាអត់មានអីទៅស្រួលទេគឺថាការចិញ្ចឹមគឺតែពិបាកប៉ុន្តែថាការចិញ្ចឹមប្រភេទនេះគឺយើងមិនសូវចំណាយពេលវេលាច្រើនជាមួយវាចំណាយធនធានច្រើនដូចជាយើងចិញ្ចឹមចាក់សាបយើងត្រូវការពេលវេលាលាងទឹកលាងលាមកវាហើយបើយើងចិញ្ចឹមដាក់អង្កាមមកជិះគឺយើងអត់ត្រូវការពេលវេលាលាងលាមកវាទេហ្នឹងហើយគឺថាយើងដឹងតែដល់ម៉ោងយើងដាក់ចំណីអាស៊ីហើយយើងដាក់ទឹកឲ្យផឹកទឹកគឺខ្ញុំបានបង្កប់យោនៅខាងក្រោមហើយយើងមានធុងមួយទៅពុយមួយទៅគឺយើងសម្រាប់ដាក់ទឹកហ្នឹងហើយគឺវាស៊ីវាផឹកទឹកវាអាចវានោមនៅក្នុងហ្នឹងគឺវាអត់ស្អុយទេហើយអង្កាមនេះទៀតសោតគឺខ្ញុំដាក់កម្រាស់វាហ្នឹងចូលចិត្ត1ម៉ែត្រខាងក្រោមខ្ញុំប្រើអំបិលប្រើកំបោរសម្រាប់មេរោគហើយត្រង់យើងវារាងខ្ពស់យើងដាក់អង្កាមឲ្យក្រាស់បន្តិចទៅពេលដែលវាលមុខវាហ្នឹងជុះទៅគឺវាម៉ត់រំលែងហើយគ្មានរុយគ្មានមូសហ្នឹងហើយគឺថាល្អមែនទែនហ្នឹងហើយគឺខ្ញុំតែងតែចិញ្ចឹមប្រភេទនេះហើយមើលរយៈចុងក្រោយគឺខ្ញុំផ្អាកក្នុងការចិញ្ចឹមដោយសារពិបាកក្នុងការរកអង្កាមហ្នឹងហើយគឺថាពិបាកក្នុងការរកអង្កាមហើយក៏ខ្ញុំមិនបោះបង់ទេខ្ញុំនឹងព្យាយាមបើសិនជាខ្ញុំមានឱកាសមានពេលវេលាមានថវិកាគ្រប់គ្រាន់ខ្ញុំនឹងបើកចិញ្ចឹមឡើងវិញជាទ្រង់ទ្រាយធំហ្នឹងហើយដោយសារមួយរយៈនេះគឺនៅការខ្វះខាតហ្នឹងហើយខ្វះខាតអញ្ចឹងក៏ខ្ញុំផ្អាកចិញ្ចឹមមួយរយៈយើងអត់មានដើមទុនគឺពិបាកមែនទែនហ្នឹងហើយអញ្ចឹងវីដេអូនេះក៏ខ្ញុំមានចម្លើយឆ្លើយតែប៉ុណ្្នឹងហើយនឹងបងប្អូនដែលមានចម្ងល់ផ្សេងទៀតអាចខមមិននៅក្រោមវីដេអូខ្ញុំនឹងព្យាយាមឆ្លើយទៅបងប្អូនបន្ថែមទៀតបាទអរគុណ